បាទសូមគោរពសួស្តីពុកម៉ែបងប្អូនជាទីគោរពបាទសូមស្វាគមន៍មកកាន់ Channel អាគមខ្មែរ999បាទថ្ងៃនេះអាគមខ្មែរ999បាទមានបាននៅមុនវិជាការការពារខ្លួនបាទហើយនឹងពីរបៀបបាទការពារខ្លួនពីអំពើអំព័ន្ធមុនខ្មៅបាទមូលហេតុអីដែលគេធ្វើយើងត្រូវហើយមូលហេតុអីដែលយើងត្រូវអំពើរបស់គេបាទហើយនឹងមានវិធីការពារខ្លួនបាទសម្រាប់អំពើអំព័ន្ធមុនខ្មៅបាទវិធីការពារខ្លួននោះបាទគឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទវិធីការពារខ្លួនគឺយើងត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទព្រោះថាយើងមិនឃើញបាទនរណាជាមិត្តនរណាជាសត្រូវបាទព្រោះថាបើយើងបានជោគជ័យលើអ្វីមួយនោះបានមានគេចំណែកនិន្ទាឈ្នានីសយើងបាទដូច្នេះខ្ញុំបានចេញបកស្រាយបាទមូលហេតុអីដែលយើងត្រូវការពារខ្លួនពីអំពើមុនខ្មៅបាទហើយមូលហេតុអីដែលយើងត្រូវអំពើមុនខ្មៅបាទមូលហេតុដែលយើងត្រូវអំពើមុនខ្មៅនោះដោយសារតែមានគេចំណែនឈ្នានីសយើងបាទអ្នកដែលចំណែនឈ្នានីសយើងនោះគឺគេមិននៅឆ្ងាយពីយើងទេបាទគឺនៅក្បែរយើងបាទគឺនៅក្បែរយើងនឹងបាទពេលដែលយើងធ្វើប្រហែសបាទគឺនឹងត្រូវបាទអំពើមុនខ្មៅរបស់គេជួនកាលបាត់បង់ទាំងអាយុជីវិតបាទជួនកាលរស់ស៊ីដាក់បាទរស់អ្វីមិនឡើងបាទដោយសារតែត្រូវអំពើរបស់គេបាទដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់បាទបងប្អូនបាទយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បាទហើយយើងមិនត្រូវធ្វើប្រហែសឡើយបាទទី1បាទគឺយើងមិនត្រូវបាទប្រាប់ខែឆ្នាំកំណើតបាទនៅក្នុង social media បាទឬក៏យើងបាទបង្ហោះបាទឲ្យគេឃើញបាទពីឆ្នាំកំណើតរបស់យើងបាទឬក៏យើងសួរទៅបាទគ្រូហៅបាទឬក៏គ្រូតាមអនឡាញបាទយើងប្រាប់ឆ្នាំកំណើតយើងពិតនោះបាទគឺពិតជាគ្រោះថ្នាក់បាទទី2បាទកញ្ចក់ដៃកញ្ចក់ជើងសក់ក្បាលរបស់យើងបាទដែលកាត់ចេញពីអវយវៈយើងបាទគឺកុំឲ្យនរណាដឹងបាទជាពិសេសអ្នកដែលជាសត្រូវរបស់យើងបាទកុំឲ្យគេដឹងកុំឲ្យគេឃើញបាទបើសិនជាគេដឹងគេឃើញគេអាចនឹងយកបាទកញ្ចក់យើងឬក៏សក់របស់យើងបាទយកទៅធ្វើបានដែរបាទនេះគឺមួយចំណែកដែរបាទទី3បាទគឺយើងមិនត្រូវហូបចំណីដែលគេបាទយកមកឲ្យយើងផ្ដេសផ្ដាំងទេបាទមិនដឹងជាមានមូលហេតុអីសុកស្រាប់តែយកឲ្យយើងហូបបាទសុកស្រាប់តែយកឲ្យយើងហូបបាទយើងមិនដែលដឹងថាគាត់បាទអ្នកស្គាល់គ្នាឬក៏បាទយ៉ាងណាក្តីឬក៏ជាមិត្តរបស់យើងក្តីឬក៏បាទអ្នកណាក្តីបាទនៅសុកស្រាប់តែយកបាទរបស់ដាក់មកឲ្យយើងហូបបាទចម្លែកបាទយើងត្រូវតែប្រុងប្រយ័ត្ន
បើសិនជាយើងបាទហូបចូលទៅក្នុងពោះហើយរបស់នោះមានអំពើនោះច្បាស់ណាស់យើងពិតជាត្រូវអំពើរបស់គេស៊ុបជាមិនខានឡើយបាទបើសិនជាយើងបាទពិចារណាបាទយករបស់នោះយកមកទុកសិនបាទយើងក៏បានហូបបាទបើថាខ្ញុំមិនទាន់ឃ្លានឬក៏បាទនិយាយប្រាប់គេផ្សេងថាយើងបាទហូបឲ្យហើយអញ្ចឹងណាបាទគឺយើងកុំហូបបាទនៅពេលដែលបាទយើងមិនដែលបានទទួលពីនរណាម្នាក់មួយណាឬក៏មិត្តរបស់យើងមិនដែលបានយកមកយកអ្វីយកមកយើងហូបទេតែបាទគាត់ជូនថ្ងៃនេះគេយកមកឲ្យយើងឬក៏អ្នកស្គាល់គ្នាឬក៏បាទយើងអរគុណនៅបំណងល្អរបស់គេប៉ុន្តែបើសិនជាគេមានល្បិចដាក់អំពើនៅក្នុងនោះគឺយើងច្បាស់ជាត្រូវដូច្នេះយើងត្រូវអរគុណគេហើយយើងយករបស់នោះយកមកទុកបាទកុំហូបឬក៏កុំហូបតែម្ដងបាទការពារជៀសវាងការត្រូវអំពើរបស់គេបាទបើសិនជាយើងហូបចូលក្នុងពោះបាទភាគរយគឺច្បាស់ណាស់បាទអាចនឹងត្រូវអំពើប៉ុនរបស់គេចាក់ជាមិនខានបាទដូចជាបាទមានដេញគោឬក៏បាទឬក៏ស្នែងកំបីអីផ្សេងបាទបើសិនជាយើងបាទហូបនៅបាទមុនអង្គមខ្មៅចូលទៅបាទអាចនឹងធ្វើឲ្យយើងបាទត្រូវអំពើចាក់ជាមិនខានឡើយបាទដូច្នេះបាទយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បាទមិនត្រូវប្រាប់បាទខែឆ្នាំកំណើតទៅនរណាផ្ដេសផ្ដាសបាទហាមបាទខែឆ្នាំកំណើតរបស់យើងបាទគឺមិនត្រូវប្រាប់ឲ្យអ្នកផ្សេងបានដឹងឡើយបាទគុំពិសាបាទហូបចុករបស់អ្នកផ្សេងដែលគេយកមកឲ្យយើងដែលមិនដែលធ្លាប់មានពីមុនមកបាទហើយកញ្ចក់ដៃកញ្ចក់ជើងរបស់យើងកាត់ហើយហាមឲ្យអ្នកផ្សេងដឹងបាទកាត់ឬក៏យើងទៅកន្លែងណាកាត់ស្ងប់ស្ងាត់មិនឲ្យគេដឹងបាទយើងអាចការពារខ្លួនយើងបានពីអំពើពាន់បាទទាំងអស់គ្នាបាទដូច្នេះបាទបើសិនជាយើងបាទការពារខ្លួនយើងបាទបានពុះគឺគ្មានអ្នកណាធ្វើអំពើយើងចូលទេបាទហើយវិធីការពារខ្លួនបាទវិធីការពារខ្លួនទី1បើសិនជាយើងបាទមិនមានអ្វីការពារខ្លួនទេបាទគឺយើងបាទសូត្រគិថាបាទគិថាវិលបាទគិថាវិលនេះបាទគឺយើងសូត្រ9ចប់បាទ9ចប់បាទគឺមុនអង្គមខ្មៅគឺនឹងវិលទៅរកម្ចាស់ដើមវិញបាទអ្នកណាមកធ្វើអ្វីយើងបាទគឺនឹងវិលទៅរកវិញបាទមិនអាចចូលមកក្បែរយើងបានឡើយបាទគិថាវិលនេះពិតជាពូកែស័ក្តិសិទ្ធិណាស់បាទយើងមិនដឹងថាគេធ្វើអំពើមកកាន់យើងតែយើងសូត្រការពារទុកជាមួយបាទចាប់យកដីខ្សាច់បាទសូត្រមួយជុំយើងសូត្រមួយជុំបាចមួយជុំសូត្រមួយជុំយើងសូត្រយ៉ាងម៉េចបាទឲ្យបាន9ចប់ហើយដីខ្សាច់នោះគឺនៅសល់នៅដៃយើងបាទជុំទាំង9គឺយើងបាទរាយបាទពាត់ជុំវិញផ្ទះរបស់យើងទៅណាបងប្អូនបាទគឺយើងពាត់ជុំវិញផ្ទះរបស់យើងទៅបាទគឺអាចការពារបាទនៅអំពើអំព័ន្ធមុនខ្មៅឬក៏គេប្រើសัตว์បាទប្រើសัตว์មកបាទប្រើសัตว์ឲ្យមកចូលផ្ទះរបស់យើងដូចជាកន្លងដូចជាបាទសัตว์ផ្សេងបាទឲ្យចូលផ្ទះរបស់យើងបាទដូច្នេះបាទគេថាវិលនេះគឺมันអាចចូលបានទេបាទសីមាគេថាវិលនេះគឺនឹងវិលត្រឡប់ទៅរូបម្ចាស់ដើមវិញបាទដូច្នេះយើងសូត្រការពារផ្ទះរបស់យើងបាទសូត្រទុកជាមួយដើម្បីការពារផ្ទះរបស់យើងបាទក៏សូមសូត្រនៅមុនវិជាការនេះដូចតទៅអោមៈសាដានមហាសាដានសាសិសោសាសោចមិសាអោមៈសាដានមហាសាដានសោសិសោសាសោចមិសា
áo mẹ sa đàn mô hà sa đàn sao sẽ sao sa sao chạ bị xà áo mẹ sa đàn mô hà sa đàn sao sẽ sao sa sao chạ bị xà bà muốnวิธีการนี้คือយើងសូត្រសេប្រមូលចប់ផ្លុំឧបកិច្ចចូលដីខ្សាច់បាទហើយរោយជុំវិញផ្ទះរបស់យើងបាទរោយឲ្យជុំវិញផ្ទះរបស់យើងឲ្យគ្រប់9ជុំបាទមិនមាននរណាបាទធ្វើអំពើបន់ចូលមកកាន់ផ្ទះរបស់យើងបានទេបាទលុះត្រាតែគេយកបាទអ្នកស្គាល់គ្នាបាទយករបស់របរនោះយកមកបាទចូលមកបាទគឺនឹងវិលទៅរកម្ចាស់ដើមវិញបាទបើសិនជាគេប្រើសត្វមកបាទសត្វនោះមិនអាចចូលបានទេបាទបើសិនជាហៅចូលសត្វនោះវិលទៅរកម្ចាស់ដើមវិញជាមិនខានឡើយបាទហើយមុនជាការនេះគឺសូត្រការពារផ្ទះសម្បែងរបស់យើងបាទនៅភូមិអសយាលពីគេឬក៏បាទផ្ទះរបស់យើងបាទឧស្សាហ៍តែមានរឿងរ៉ាវផ្សេងបាទគឺយើងសូត្រសេពគេថានេះដើម្បីការពារផ្ទះរបស់យើងបាទហើយវិធីការពារខ្លួនបាទពីអំពើពន់ឲ្យបាន100%នោះបាទគឺយើងត្រូវតែមានបាទបើខ្សែចង្កេះបាទខ្សែចង្កេះពាក់ជាប់ខ្លួនណាបងប្អូនបាទគឺមិនអាចមាននរណាធ្វើយើងចូលទេបាទឬក៏បាទចែកកាច់ខ្នាយតាន់បាទនាងពួនបាទបើសិនជាយើងមានបាទគឺកម្រនឹងមានអ្នកធ្វើចូលណាបាទអ្នកដែលពាក់ចែកកាច់ខ្នាយតាន់បាទគឺមាននៅកម្លាំងពលំបាទគឺគាត់មិនងាយថាត្រូវគេធ្វើពើចូលទេបាទទី2បាទបើសិនជាយើងមិនមានរបស់អស់ទាំងនេះទេតើយើងត្រូវធ្វើគឺយើងសូត្រគិថានេះដើម្បីការពារខ្លួនបាទព្រះគិថាវលនេះបាទពុកឯសាសនាបាទអាចការពារផ្ទះសម្បែងរបស់យើងបាទពីពពុះអមនុស្សខ្មោចព្រាយបិសាចឬក៏មុនខ្មៅដែលគេប្រើមកបាទហើយទី3បើសិនជាបងប្អូនដែលមានគ្រូកំណើតគ្រូបច្ចេកគ្រូសង្វារបាទគឺយើងបាទសូមទឹកមុនរបស់លោកគ្រូបាទយកមកបាទផឹកឬក៏លាយបាទទឹកទុកយើងហូបប្រចាំថ្ងៃឬក៏យើងយកមកស្រោចក្បាលរបស់យើងបាទនេះក៏ជាវិធីការពារខ្លួនមួយដែរបាទបើសិនជាយើងមានគ្រូកំណើតគ្រូអាជីពពុកបងប្អូនបាទតែនៅតែចាញ់អ្នកពាក់ខ្សែចង្កេះនិងអ្នកមានបាទខ្នាយកាត់ខ្នាយតាន់បាទចែកកាច់ខ្នាយតាន់ឯបាទដូច្នេះវិធីការពារខ្លួននេះគឺយើងបាទមានប៉ុណ្ណេះបាទសម្រាប់ការពារខ្លួនបាទហើយក៏សូមបាទផ្ដាំផ្ញើពុកបងប្អូនបាទឲ្យប្រុងប្រយ័ត្នខ្ពស់ឲ្យមានទេបាទព្រោះថាអំពើអំព័ន្ធមុនខ្មៅនេះបាទបើសិនជាគេធ្វើមកកាន់យើងបាទយើងមិនមានអ្វីការពារខ្លួននោះបាទគឺយើងច្បាស់ណាស់ជានឹងត្រូវរបស់គេចាក់ជាមិនខានឡើយបើសិនជាយើងមានអ្វីការពារខ្លួនគឺបាទភាគរយបាទមិនងាយត្រូវទេបាទលុះត្រាតែបាទយើងហូបរបស់គេបាទឬក៏ខែឆ្នាំកំណើតរបស់យើងត្រូវគេដឹងបាទកញ្ចក់ដីកញ្ចក់របស់យើងត្រូវគេបាទឃើញឬក៏គេអាចសេវបាទរូបថតពីក្នុង profile របស់យើងបាទក៏អាចថាបានបាទដូច្នេះសង្ឃឹមថាពុកបងប្អូនបាននឹងមានការការពារខ្លួនឲ្យមែនទែនបាទប្រុងប្រយ័ត្នឲ្យបានខ្ពស់បាទព្រោះថាអ្នកដែលស្អប់អ្នកដែលស្រឡាញ់យើងបាទគឺនឹងមិនឆ្ងាយពីយើងទេអ្នកដែលចិត្តណែនឈ្នានីសយើងបាទគឺនឹងមិនឆ្ងាយទេបាទសូមប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែនបាទបើសិនជាគេចំណែនឈ្នានីសយើងបាទយើងមានអ្វីការពារខ្លួនការពារទៅតែកុំធ្វើបកទៅវិញបាទកុំយកគុំទៅរកគ្រូបាទធ្វើបកទៅវិញបាទកុំបាទអ្នកណាធ្វើអីអ្នកនឹងទទួលបាទយើងសូត្រតែមុនវិជាការពារខ្លួនបាទហើយនឹងរករបស់ការពារខ្លួនបាទហើយនឹងបាទត្រូវតែបាទប្រុងប្រយ័ត្នបានខ្ពស់បាទដូច្នេះបាទ
ខ្ញុំបានរាយរាប់រៀងយូរបន្តិចហើយណាពុកបងប្អូនបាទដើម្បីឲ្យពុកបងប្អូនបាទចេះការពារខ្លួនពីអំពើពណ៌មុខខ្មៅបាទហើយនឹងបានបាទព្រះគិថាវិលពុមេបាទសម្រាប់ការពារខ្លួនការពារផ្ទះសម្បែងរបស់យើងបាទអរគុណណាស់ពុកម៉ែបងប្អូនបាទជាចុងក្រោយក៏សូមជួយចុច Subscribe ដូចជាខ្ញុំបាទម្នាក់បាទសូមអរគុណបាទសូមជម្រាបលា